បញ្ជាការកងនាវាប៉ាស៊ីហ្វិកអាមេរិកមកដល់ភ្នំពេញបើកផ្លូវសហប្រតិបត្តិការយោធានិងការហ្វឹកហ្វឺនកងទ័ពជើងទឹករួមឆ្នាំ2027នេះគឺជាការវិវត្តគួរឲ្យចាប់អារម្មណ៍មួយខណៈដែលអាមេរិកនិងចិនកំពុងតែប្រជែងឥទ្ធិពលនៅឥណ្ឌូប៉ាស៊ីហ្វិកនៅថ្ងៃទី7ខែសីហាឆ្នាំ2026នាយឧត្តមនាវី Stephen Keller មេបញ្ជាការកងនាវាប៉ាស៊ីហ្វិកសហរដ្ឋអាមេរិកបានជួបនាយឧត្តមសេនីយ៍វងពិសេនអគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទនៅរាជធានីភ្នំពេញស្ថានទូតអាមេរិកប្រចាំកម្ពុជាប្រកាសថាទំនាក់ទំនងផ្នែកការពារជាតិរវាងសហរដ្ឋអាមេរិកនិងកម្ពុជាបន្តរីកចម្រើនឋានៈភាគីកម្ពុជាបញ្ជាក់ថាកិច្ចសហការកំពុងពង្រីកលើការបណ្ដុះបណ្ដាលការចូលចតនាវាយោធាជំនួយមនុស្សធម៌គ្រោះមហន្តរាយនិងការត្រៀមហ្វឹកហ្វឺនខារ៉ាត់ឡើងវិញនៅឆ្នាំ2027ព្រមទាំងចូលរួមកិច្ចសហប្រតិបត្តិការស៊ីខាតនិងសមយុទ្ធឆ្មាំអង្គរខារ៉ាត់និងស៊ីខាតគឺជាសមយុទ្ធដែលសុទ្ធតែផ្ដោតទៅលើសន្តិសុខដែនសមុទ្រការវិវត្តនៃចំណងយោធានេះកាន់តែគួរឲ្យចាប់អារម្មណ៍បើក្រឡេកទៅក្រោយកម្ពុជានិងអាមេរិកធ្លាប់ធ្វើសមយុទ្ធឆ្មាំអង្គរជាមួយគ្នាមុនត្រូវបានផ្អាកនៅឆ្នាំ2017ដោយកាលនោះអាមេរិកមានមន្ទិលចំពោះទំនាក់ទំនងយោធារវាងចិននិងកម្ពុជាដែលកាន់តែខិតជិតគ្នាជាពិសេសជំនួយរបស់ចិនក្នុងការអភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹករៀមនៅខែធ្នូឆ្នាំ2021រដ្ឋបាលប្រធានាធិបតី Joe Biden បានដាក់បម្រាមពាណិជ្ជកម្មហាមលក់អាវុធឲ្យកម្ពុជាដោយលើកឡើងពីការព្រួយបារម្ភអំពីឥទ្ធិពលយោធាចិនកាន់តែខ្លាំងនៅកម្ពុជារួមជាមួយនឹងបញ្ហាសិទ្ធិមនុស្សនិងអំពើពុករលួយក៏ប៉ុន្តែ4ឆ្នាំក្រោយទិសដៅបានប្ដូរនៅខែវិច្ឆិកាឆ្នាំ2025រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានដកបម្រាមលក់អាវុធនោះវិញដោយអាមេរិកលើកឡើងពីការចូលរួមរបស់កម្ពុជាក្នុងកិច្ចសហប្រតិបត្តិការការពារជាតិនិងរក្សាសន្តិភាពការលក់ឬក៏ផ្ទេរសម្ភារៈការពារជាតិរបស់អាមេរិកទៅកម្ពុជាត្រូវពិនិត្យទៅតាមករណីនីមួយៗលោកញិលរដ្ឋាអ្នកជំនាញភូមិសាស្ត្រនយោបាយមើលឃើញជំនួបមេយោធាកម្ពុជានេះថាជាសញ្ញានៃការស្ដារទំនុកចិត្តលោកថាអាមេរិកចង់រក្សាច្រកទំនាក់ទំនងយោធាជាមួយកម្ពុជាជាពិសេសលើសន្តិសុខដែនសមុទ្រខណៈដែលមូលដ្ឋានកងទ័ពជើងទឹករៀមស្ថិតក្នុងការចាប់អារម្មណ៍ជាយូរមកហើយទោះយ៉ាងណាលោកញិលរដ្ឋាក៏រំលឹកថាកម្ពុជាត្រូវតែប្រុងប្រយ័ត្នកុំឲ្យធ្លាក់ក្នុងអន្ទាក់ភូមិសាស្ត្រនយោបាយឬក្លាយជាកូនអុកក្នុងការប្រជែងឥទ្ធិពលអាមេរិកចិនចំណែកលោកយងពៅអគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជាចាត់ទុកការវិលទៅរកការធ្វើសមយុទ្ធរួមគ្នាថាជាសញ្ញាវិជ្ជមានក៏ប៉ុន្តែលោកក៏រំលឹកថាទំនាក់ទំនងកម្ពុជាអាមេរិកធ្លាប់ម្ដងជាប់ម្ដងដាច់ម្ដងល្អម្ដងអាក្រក់ទៅតាមបរិបទនយោបាយនិងភូមិសាស្ត្រនយោបាយលោកយងពៅយល់ថាកម្ពុជាត្រូវប្រើឱកាសពីទំនាក់ទំនងជាមួយមហាអំណាចដើម្បីពង្រឹងសមត្ថភាពខ្លួនឯងដោយលោកសង្កត់ធ្ងន់ថាកាលណាខ្លួនឯងខ្លាំងទៅគេរាប់អានខ្ញុំរស់សុធាពី News Today NTV GAC គឺជារថយន្តគុណភាពខ្ពស់របស់ប្រទេសចិនបំពាក់បច្ចេកវិទ្យាទំនើបនិងមានតម្លៃសមរម្យបច្ចុប្បន្នរថយន្ត GAC កំពុងទទួលបាន